អ្នកទាំងអស់គ្នាមានដែរឆ្ងល់ទេថាឈ្មោះយើងជាភាសាខ្មែរយើងហៅថាឆ្នាំពេទ្យមួយគ្រាប់ពីរគ្រាប់បីគ្រាប់ទូជួគ្រាប់ណាដូចគ្នាជាភាសាបារាំងយើងហៅថាម៉េចចឹងមានឈ្មោះខុសៗគ្នាចឹងយើងទៅមើលវីដេអូនឹងបន្តទាំងអស់គ្នាប៉ុន្តែមុនដល់វីដេអូខ្ញុំបញ្ជាអំពីសិភៅខ្ញុំដែរសិភៅដែលខ្ញុំមានដាក់លក់ហើយបើយើងចាប់អារម្មណ៍អាចតាក់ទងតាមប្រអប់ផ្សារបានខ្ញុំដាក់រូបភាពនៅកន្លែងនេះណាអញ្ចឹងនេះយើងមកដល់រូបភាពរូបរាងគ្រាប់ថ្នាំម្ដងខ្ញុំអត់មានទាំងអស់ទេខ្ញុំមាននៅលើប្រអប់អាហារខ្លះដងក៏របៀបនៅលើប្រអប់ដូលីផានមីលនេះមានមីលីក្រាមនេះប្រអប់គ្រាប់យ៉ាងវែងអញ្ចឹងហើយមានឆ្នូតកដាលដូលីផាន500គ្រាប់របៀបអញ្ចឹងហើយមានឆ្នូតកដាលអានេះគេហៅថា un comprimé គ្រាប់ណា comprimé un comprimé sécable sécable បានន័យថាកាច់បាន comprimé sécable ចុះអាគ្រាប់ដែរហើយយើងគេសម្រាប់ដាក់ចូលក្នុងទឹកឲ្យវារលាយប៉ុន្តែអត់មានចេញពពុះទេណាគេហៅ comprimé dispersible dispersible អានេះគឺសម្រាប់ដាក់ទៅវាលាយនៅក្នុងកែវមួយទៀតយើងដាក់ចូលទៅវាចេញទឹកចេញពពុះមិនចេញទឹកទេចេញពពុះសំទោសដាក់ថ្នាំចូលទៅចេញពពុះរបៀបជា effervescent doncគេហៅថា comprimé effervescent ដែលដាក់ទឹកចឹងទៅវាពុះទូចនោះវាមានជាតិ gas នៅក្នុងហ្នឹង donc comprimé effervescent តូចដូចថ្នាំបញ្ជាកំណើតចឹងប៉ុន្តែគ្រាប់ថ្នាំតូចទាំងថ្នាំបញ្ជាកំណើតក៏ដោយចុះគេហៅ une pilule គ្រាប់តូចហើយបើថ្នាំបញ្ជាកំណើតគឺ pilule de contraception ថ្នាំបញ្ជាកំណើតតោះមកវាមានជា sirop SIROP ណា sirop ដែលយើងដកឲ្យក្មេងៗដូលីផានជា sirop ឬក៏ថ្នាំក្អកថ្នាំអីហ្នឹងឯង du sirop ទម្រង់ថ្នាំរូបរាងថ្នាំហ្នឹងមួយទៀតមកវាមានជា ampoule របៀបដូចជាវីតាមីនឬក៏ថ្នាំបើកម្លាំងបើអីដូចគេឧស្សាហ៍លក់នៅពេលចូលអេតេនិងចូលអូតូនគេអាសាមានថ្នាំនឹងលក់នៅ pharmacy កាច់ជា ampoule ណាដងក៏ ampoule មកមាន sachet កញ្ចប់តូច sachet របៀបដូលីផានអង sachet ក៏មាននិងថ្នាំរាកស្មេកតាណាអង sachet ហ្នឹងឯងហើយរបៀបជាទម្រង់ថ្នាំនៅខាងក្នុងជាង poudre គឺម្សៅយ៉ាងណាដងអង sachet ជាកញ្ចប់ sachet តទៅពី sachet មកវាមានអីវាមានថ្នាំរាកខ្លះទៀតឬក៏ថ្នាំផ្សេងទៀតចុះដល់ចុះដែលវាមានរបៀបដូចជាសបកថ្លាហើយនៅក្នុងនោះមានម្សៅយើងដកបានជា2ខ្ញុំយករូបមកបង្ហាញខ្ញុំមានមួយនេះរបៀបជាបែបហ្នឹងឃើញទេមានថ្នាំអញ្ចឹងតបមកយើងអាចដកចេញបានថ្នាំខ្លះក៏ដកអត់បានទេប៉ុន្តែចង់និយាយថាសបកវាមានអញ្ចឹងហើយមានរបៀបជាម្សៅថ្នាំនៅក្នុងហ្នឹងហ្នឹងគេហៅ une gélule នឹងមួយថ្នាំមួយទៀតរបៀបជាមូលរបៀបជាមូល oval ណាមូលលងដូចស្ករកស៊ូអញ្ចឹងរបៀបជាមូលអញ្ចឹងអាហ្នឹងគេហៅ andragé អញ្ចឹងគ្រាន់តែរូបរាងថ្នាំជាភាសាបារាំងគឺខុសគ្នាច្រើន andragé បន្ទាប់ពីរូបរាងថ្នាំនឹងបន្ទាប់មកហើយវាមាននៅមួយទៀតដែលសំខាន់ជួនកាលអ្នកដែលមានកូនក្មេងកូនងាយតូចពេលដែលគាត់អត់ទាន់ចេះញ៉ាំសេរ៉ូចេះញ៉ាំគ្រាប់ចេះញ៉ាំម្សៅក៏ដោយចុះអាហ្នឹងគេហៅ suppositoire សម្រាប់សុលណាថ្នាំសុល un suppositoire donc voilà រូបរាងថ្នាំ